ខ្ញុំពុទ្ធសាសនាតែនៅតែប្រារព្ធពិធីរំដោះគ្រោះស្រោចទឹកលើករាសីអាគមគាថាបាយបន់បួងសួងនេះដើរផ្ទុយពីពុទ្ធសាសនាទាំងស្រុងតែម្ដងក្នុងពុទ្ធសាសនាសម្ដែងថាសត្វលោកប្រព្រឹត្តទៅតាមកម្មនៅពេលណាដែលកម្មដែលយើងបានសាងទៅហើយយើងធ្វើទៅហើយវាមានឱកាសត្រូវឲ្យផលនឹងវាអត់អាចដើម្បីទៅកែប្រែបានទេតោះអ្នកញាតិញោមមហាសិទ្ធិក៏ដោយមានអំណាចបុណ្យស័ក្តិទូរទីធំប៉ុណ្ណាក៏ដោយក៏ពុំអាចទៅកែប្រែផលរបស់កម្មនឹងបានដែរប៉ុន្តែអ្នកអាចកែប្រែនៅអំពើកម្មដែលអ្នករស់នៅបច្ចុប្បន្ននេះបានតោះណាយើងមិនអាចកែប្រែផលរបស់អតីតកម្មដែលវាត្រូវឲ្យផលក្នុងបច្ចុប្បន្នហ្នឹងទេអ្នកត្រូវតែទទួលហើយតែអ្នកក៏អាចកែប្រែអំពើកម្មដែលអ្នកត្រូវធ្វើឥឡូវនឹងបានដែរពុទ្ធសាសនាសំដៅអំពីកម្មផលហើយកម្មនៅក្នុងទីនេះមិនមែនកស្រអាំទេណាមិនកម្មកង់កម្មឡានកម្មម៉ូតូទេណាកម្មនៅក្នុងទីនេះគឺបានដល់អំពើឬក៏យើងនិយាយសាមញ្ញថាគឺការងារនឹងឯងនេះអាការងារដែលយើងធ្វើរាល់ថ្ងៃមានការងារល្អមានការងារអាក្រក់ហ្នឹងណាហើយការងារក្នុងទីនេះមិនមែនសំដៅទៅដល់តែការងារមុខរបររកស៊ីទេអាការងារមុខរបររកស៊ីក៏ដោយអាការងាររស់នៅប្រចាំថ្ងៃសកម្មភាពដេកដើរឈរអង្គុយនិយាយស្ដីនឹងក៏ដោយអានឹងក៏ចាត់ថាជាការងារដែរហើយបើការងារនឹងជាការងារទុច្ចរិតបើអ្នករស់ស៊ីផងសំទោសណាអ្នករស់ស៊ីផងមានការកឹបកេងប្រវាញ់ភ្នែកចិញ្ចៀនបោកបញ្ឆោតបន្លំអាលេខ2ថាលេខ1អានឹងល្អហើយកុហកភូតភោគេអញ្ចឹងកើតជាតិណាខ្សោះទ្រព្យសម្បត្តិរកស៊ីជាមួយនឹងគេតិចភ្លើងឆេះទៅរកស៊ីជាមួយនឹងគេបោកអស់ទៅមានណាសម្បូរណាញោមមានទេ